បន្ទាប់ពីមើលម្រេចហើយឥឡូវខ្ញុំនាំបងប្អូនមកមើលបឺមកមើលបាត់អស់គ្នាដល់បងប្អូនហើយដាំមិនឆ្នាំអីដាំប្រហែលជា7ឆ្នាំយ៉ាង6 7ឆ្នាំនេះធំមកបងប្អូនហើយធំជាងខ្ញុំទៀតប៉ុន្តែថ្លៃយូរឆ្នាំហើយកាបងប្អូនហើយកាឡើងគ្រប់មេឃហ្មងអត់ដូចបើខ្ញុំវិញដល់បើខ្ញុំកាទៅមេឃឯងមើលម្រេចខ្ញុំវិញកានេះនេះចុងចុងមកចុងលក់អីសិតកាមិនការអត់ប្រយោជន៍ទេណាផ្លែច្រើនហ្នឹងណាលក់ម្ដងនោះបានមកយ៉ាងតិចទេណាដាក់ទៅមួយចាំតែងខែទីទៀតបានហើយខែបាននេះការឥឡូវហ្នឹងខែបានហូបបើឆ្នាំទៅខែចូលឆ្នាំបានតែបានសែនទេវតាបានបើខ្លួនឯងបើធម្មជាតិបងប្អូនហើយអត់ដែលប្រើថ្នាំគីមីអីទេព្រោះអីដាំហូបខ្លួនឯងចង់បានញ៉ាំរបស់ធម្មជាតិតែយើងអត់ដែលប្រើថ្នាំអីទេខ្លាំងទៅការល្អការមែនតើផ្កាចឹងជាប់អត់ខ្លាដែរវាអត់ជាប់ច្រើនហ្មងទេប៉ុន្តែវារាល់ឆ្នាំវាផ្លែ2ដងអាខែផ្លែ2ដងរាល់ឆ្នាំខែចូលឆ្នាំបានផ្លែហូបអាមួយសាដំបងដល់អាចុងដៃទៅផ្លែទៀតមិនបានផ្លែ2ដងទេចេះពីគឺមួយដងមើលមកបើខ្ញុំបានផ្លែបានម្ដងទេណាបើនឹងផ្លែ2ដងរាល់ឆ្នាំហើយទៅប៉ុនសំខាន់សាច់វាឆ្ងាញ់ល្អសាច់នឹងល្មួតសាច់នឹងស្ងួតឆ្ងាញ់បងប្អូនអរគ្នាបើសិនជាចង់បានផ្លែឈើធម្មជាតិចាំខែចូលដាក់ខែ4នេះបាទហ្នឹងមានហើយផ្លែឈើធម្មជាតិមានតាំងពីបឺមានតាំងពីតារ៉េនឥឡូវវាចាប់ដើមផ្កាណាអរគុណច្រើនបងប្អូនបាយបាយ